ជំរាបសួរក៏ដូចសួស្តីវិលត្រឡប់មកជួបខ្ញុំសារទៀតជាថ្មីទៀតហើយបងប្អូនហ្នឹងហើយមានអីទេបងប្អូនហ្នឹងមានតែឲ្យបងប្អូនមកទស្សនាតាមផ្លូវហ្នឹងមើលឡានមើលម៉ូតូគេបើកអញ្ចឹងណាហ្នឹងមើលខ្នល់ជាតិមើលអីចឹងទៅហ្នឹងអត់មានអីទេមានតែប៉ុណ្្នឹងហើយថ្ងៃនេះដែរគឺខ្ញុំបានធ្វើដំណើរពីខាងអូតប៉ោងហ្នឹងពីអូតប៉ោងហ្នឹងទៅឆ្ពោះទៅខាងពោធិ៍សាត់ហើយគឺពេលនេះគឺខ្ញុំបានមកដល់ផ្សារបឹងខ្នាយបងប្អូនហ្នឹងកន្លែងនេះគឺផ្សារបឹងខ្នាហ្នឹងមើលទៅសភាពគេស្អាតដល់បងប្អូនតាមផ្លូវគេធ្វើផ្លូវឡើងអេមហ្មងមើលទៅអេមបងប្អូនផ្លូវជាស្រួលបដ ாய் ហ្នឹងអូដាក់100កប់ហើយបងប្អូនឥឡូវខ្ញុំដល់នេះដល់កន្លែងមកផ្សារបឹងខ្នាយនេះដល់កន្លែងផ្លូវបំបែកកន្លែងផ្លូវបំបែកឡើងទៅឡូបងប្អូនហ្នឹងបងប្អូនស្គាល់ទៅឡូអត់ហ្នឹងអ្នកបឹងខ្នាក៏ស្គាល់ទៅឡូហ្នឹងគឺខ្ញុំទៅពោធិ៍សាត់ហ្នឹងទៅដើរលេងហ្នឹងអត់ការងារធ្វើទៅដើរលេងមានអីទេមានតែដើរលេងហើយក៏ឆ្លៀតថតដើម្បីចែកប្លែកឲ្យបងប្អូនបានទស្សនាមើលទាំងអស់គ្នាហ្នឹងក៏មិនហ៊ានដាក់ភ្លេងដាក់ចម្រៀងឲ្យដែរហ្នឹងខ្លាចវាជាប់ copyright របស់គេអញ្ចឹងណាហ្នឹងអញ្ចឹងទៅមានតែនិយាយគោកឲ្យបងប្អូនបានស្ដាប់លេងទៅហ្នឹងត្រូវសើចក៏សើចត្រូវមិនសើចក៏អត់ទៅហ្នឹងហ្នឹងក៏សូមអធិស្ឋានផងបងប្អូនទាំងអស់គ្នាហ្នឹងបើសិនខ្ញុំនិយាយទៅមានការខុសឆ្គងលុះលុបកន្លែងណាមួយអីហ្នឹងមិនសូវពីរោះអីក៏សូមខន្តីអភ័យទោសទុកជាមុនហ្នឹងហើយឃើញជិះម៉ូតូអញ្ចឹងมันស្រួលបងប្អូនមិនចង់ភ្លៀងទេណាមិនចង់ធ្វើស៊ីទៅកណ្ដាលហើយត្រង់ហើយមិនទៅយប់អីមិនទៅល្ងាចអីបងប្អូនម៉ោងប្រហែល1ហ្នឹងម៉ោង2 10ម៉ោង1មិនចង់ធ្វើស៊ីចង់ភ្លៀងទៅកណ្ដាលថ្ងៃក្តៅហ្នឹងអានេះគឺខ្ញុំបានមកហួសនេះហើយបងប្អូនហួសផ្សារបឹងខ្នាហ្នឹងហើយអានេះដល់កន្លែងស្ពានខាងកើតផ្សារបឹងខ្នាចិត្តដល់វត្តវត្តខ្នាយរមាសហ្នឹងវត្តខ្នាយរមាសនេះខ្លងទ្វារវត្តខ្នាយរមាសបងប្អូនដែលម្លេះវត្តខ្នាយរមាសអត់ហ្នឹងសប្បាយបងប្អូនវត្តហ្នឹងចូលទៅសប្បាយខ្ញុំធ្លាប់ទៅលេងបានម្ដងពីរដងដែរសប្បាយអស់ទោះហើយនិយាយរំទៅមានអីទេបងប្អូនហ្នឹងហើយក៏អរគុណដល់បងប្អូនហ្នឹងដែលបានចូលមើលហ្នឹងហើយក៏អរគុណដល់បងប្អូនដែលគាត់តែជួយ like ជួយ share ហ្នឹងជួយមួយវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់ហ្នឹងខ្ញុំមានអីទេមានជូនពរឲ្យបងប្អូនឲ្យធ្វើដំណើរដូចខ្ញុំឲ្យសុខសប្បាយដូចខ្ញុំហ្នឹងសុខសប្បាយធ្វើដំណើរទាំងផ្លូវទឹកផ្លូវគោកឲ្យជួបតែសំណាងល្អគ្រប់គ្នាហ្នឹងធ្វើដំណើរឲ្យមានសុវត្ថិភាពអរគុណបងប្អូនហ្នឹងប៉ុណ្្នឹងហ្នឹងអរគុណបាយបាយ